តាមម្នាក់9.9ហ្នឹង buffet នៅនេះហើយអត់មានតបាក់ទឹកចិត្តក្តាមបកងបគី oyster ណាទេព្រោះនៅនេះគេមានអស់ហើយសំខាន់គេដួសពីទូស្រស់យកទៅធ្វើឲ្យយើងទៀតចឹងមិនថាអូពិបាករកតម្លៃប៉ុណ្នេះសំខាន់បើសិនជាបងប្អូនទៅចាប់ពីម៉ោង10ព្រឹករហូតដល់ម៉ោង5ល្ងាចចាប់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសៅរ៍គឺគេបញ្ចុះ10%ទៀតចឹងកុំភ្លេចខលតកក់តុកទាំងអស់គ្នាហើយកុំភ្លេចស្ដាប់ឲ្យដល់ចប់ថា9.9ហ្នឹងគេមានអីគេខ្លះដោយសារនៅហ្នឹងគឺគេមាន2តម្លៃហើយនៅនេះទីធ្លារបស់គេធំទលាយើងចង់ទៅជាលក្ខណៈគ្រួសារក៏បានក្រុមការងារក៏បានដែរហើយបើនិយាយពីរបស់ញ៉ាំវិញសម្បូរឲ្យតែយើងប៉ាន់ញ៉ាំព្រោះណែគេមានទាំងស៊ុបផងគេមានទាំងសាច់អាំងផងហើយណែដូចភេសជ្ជៈអីគឺគេអត់មានគិតលុយបន្ថែមទេណាគេដាក់ឲ្យយើងញ៉ាំ free ហ្មងគេមានតាំងពីទឹកក្រូចមានតាំងពីគ្រឿងជែកអីក៏មានដែរសម្រាប់ទីតាំងអីវិញគឺនៅម្ដុំផ្សារដាំកោនេះទេហើយបើសិនជាបងប្អូនជិះចុះពីស្ពានស្ទឹងជ័យទេកាន់តែចិត្តតែអត់អីទេទៅលើទីតាំងនេះចាំខ្ញុំបញ្ជាក់នៅខាងចុងវីដេអូបន្ថែមហើយវិញទៀតក្រៅពីហ្នឹងនៅនេះគឺគេមាន2តម្លៃគេមានតម្លៃ 9.9 ផងគេមានតម្លៃ 14.9 ផងអញ្ចឹងសម្រាប់តម្លៃ 9.9 ហ្នឹងគឺបងប្អូនអាចញ៉ាំបានតែបកងហើយនឹងបកាតែបើសិនជាបងប្អូនយកតម្លៃ 14.9 គឺអាចញ៉ាំបានគ្រប់គ្រឿងសមុទ្រទាំងអស់ដែលមាននៅក្នុងទូណាជាពិសេសគ្រប់គ្រឿងសមុទ្រទាំងអស់គឺបងប្អូនអាចញ៉ាំបានដោយសេរីទៅលើតម្លៃ 14.9 ណាគឺគេអត់មានកំណត់ទេឲ្យតែបងប្អូនប៉ាន់ញ៉ាំនិយាយរួមទៅកុំឲ្យតែសល់បានហើយនៅនេះនៅពេលដែលបងប្អូនទៅខ្ញុំហ៊ាននិយាយថាអត់ស្ដាយលុយទេនិយាយមែនព្រោះគ្រប់គ្រឿងសមុទ្រទាំងអស់គឺគេមានអស់ហើយហ្នឹងសំខាន់គឺគេដួសពីទូយកមកធ្វើឲ្យយើងថ្មីទៀតហើយត្រូវមែនតើសម្រាប់អ្នកដែលចូលចិត្តប្រភេទបកងបកាឬមួយក៏បកងប៉ាអីហ្នឹងបន្ថែមពីហ្នឹងដូចទឹកស៊ុបអីនៅនេះគឺគេធ្វើខ្លួនឯងទៀតហើយបើថាបងប្អូនចង់ចំណេញទៅដូចម៉ោងដែលខ្ញុំប្រាប់ទៅពីម៉ោង10ព្រឹករហូតដល់ម៉ោង5ល្ងាចហើយទីតាំងរបស់គាត់មានឈ្មោះគ្រឿងសមុទ្រ hot pot buffet បើសិនជាបងប្អូនជិះចុះពីស្ពានស្ទឹងជ័យមកជិះចុះតែបន្តិចហ្នឹងដល់ហើយនៅខាងឆ្វេងដៃហើយហាងរបស់គាត់នៅលើផ្លូវលេខ217ហ្មងហើយបើសិនជាបងប្អូនជិះម៉ូតូមកអាចចូលខាងក្នុងហើយឡើងទៅខាងលើអញ្ចឹងណាព្រោះហាងរបស់គាត់គឺនៅជាន់ទី1ប៉ុន្តែអត់អីទេសម្រាប់ព័ត៌មានលម្អិតអីផ្សេងម៉ោងបើកម៉ោងបិទឬមួយក៏ទីតាំងអីហ្នឹងចាំខ្ញុំដាក់នៅក្នុង comment ជូនអញ្ចឹងពីខ្ញុំតើមានអីទៀតទេអរគុណច្រើនបាយបាយ